ចេះតែជ្រៀតចិត្តដល់ថ្ងៃចូលឆ្នាំតាហាតែនៅឡើយខ្ញុំនេះមិនទាន់មានសង្សារសម្រាប់លុបដើរលេងនឹងគេហាក់ឲ្យឆ្លងតើអត់ខ្ញុំនេះគួរធ្វើយ៉ាងម៉េចទៅណោះដើម្បីអាចនាំសង្សារទៅលុបដើរលេងអេថៃបើឯងឆ្លើយខមមិនគេសិនចាំសេតទៀតនេះថៃមានគេខមមិនសួរថាអញ្ចេះគេថាម៉ូតូយើងបើមានជីបានចម្ងាយ120ទៅ140ល្អគេជួអារឿងជួលឬក៏អារឿងម៉ូតូលក់ខ្ញុំមិនដឹងដែរនេះអូអញ្ចឹងឥឡូវខ្ញុំរៀបរាប់ទាំងពីរមកទាំងជួលទាំងលក់បងតួយ៉ាងបើម៉ូតូសម្រាប់លក់ដូចជាម៉ូតូនេះអញ្ចឹងគឺជា model M3 យើងសាកថ្មមកពេញជិះបានចម្ងាយរហូតដល់130គីឡូម៉ែត្រដែលយើងអាចជិះបានតាមលឿន120គីឡូម៉ែត្រក្នុង1ម៉ោងហើយបើថាអានឹងអត់ត្រូវចិត្តទេចង់បានអាឆ្ងាយជាងហ្នឹងយើងមានមួយ model ទៀតនោះណាបងសុំឥឡូវយើងទៅមើលមួយ model ទៀតទៅយ៉ាងដូច model របស់យើងនេះអញ្ចឹងនេះយើងអាចជិះបានរហូតដល់180គីឡូអូដល់180ទៅបងហើយយើងមាន3ជម្រើសទៀតជម្រើសទី1យើងអាចជិះបាន80គីឡូបាន100ហើយនឹង180យល់អត់យល់អញ្ចឹងហើយបើសិនថាអានឹងអត់ត្រូវទៀតយើងមានអាចជម្រើសមួយទៀតម៉ូតូមួយទៀត model មួយទៀតជិះបានរហូតដល់200គីឡូ200គីឡូបងហ្នឹងហើយ200គីឡូឥឡូវយើងទៅមើល model ហ្នឹងមួយទៀតមកនេះអាម៉ូតូនេះខ្ញុំនិយាយថា200គីឡូមិញហ្នឹងអាម៉ូតូនេះគឺជា model M2 ដែលយើងជិះបានរហូតដល់200គីឡូនៅពេលដែលយើងសាកថ្មមកពេញ200គីឡូហ្នឹងហើយបើនិយាយពីល្បឿនវិញយើងអាចជិះបានល្បឿនរហូតដល់90គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងម៉ូតូនេះគឺជាម៉ូតូដែលឆ្ងាយជាងគេរបស់ JB យើងហើយហើយបើសម្រាប់បងកាន់ចង់និយាយពីម៉ូតូជួលគឺយើងមានចម្ងាយបានខ្ពស់ដែរគឺមានរហូតដល់140គីឡូម៉ែត្រក្នុង1ម៉ោងហើយយើងទៅមើលម៉ូតូនឹងមួយទៀតណាអញ្ចឹងបើម៉ូតូនេះគឺជាម៉ូតូសម្រាប់ជួលអញ្ចឹងសម្រាប់បងខាងដឹកជញ្ជូនសម្រាប់បងដែលគាត់ត្រូវការម៉ូតូសម្រាប់យកទៅធ្វើការឬក៏ប្រកបរបរផ្សេងគាត់ធ្វើការជួលម៉ូតូនេះបានដែលម៉ូតូនេះអាចជិះបានចម្ងាយរហូតដល់140គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងmodel នេះគឺយើងផ្លាស់ប្ដូរថ្មម្ដងអស់តែ$1ទេអញ្ចឹងវាចំណេញមែនតើអញ្ចឹងសម្រាប់ថាម៉ូតូរបស់យើងគឺយើងមានប្រភេទលើសហ្នឹងលើសពីគាត់ត្រូវការលើសពី100ទៅ120លើសពី120ទៅ140អញ្ចឹងគឺយើងមានច្រើន model សម្រាប់ធ្វើការជ្រើសរើសអូខេអរគុណច្រើនបងប្អូន